បាទសួស្តីដល់សិស្សានុសិស្សទាំងអស់តកតងនឹងថ្នាក់ទី6តកតងនឹងPLP អញ្ចឹងជំហានដំបូងយើងអាចចូល PLP សិនមក PLP អញ្ចឹងមកអញ្ចឹងយើងចុចចូលថ្នាលបឋមចំនួនថ្មីអញ្ចឹងយើងចុចបានអញ្ចឹងហើយកន្លែងនេះនឹង load ឈ្មោះរបស់យើងគឺហើយតោះមកយើងចុចពាក្យកន្លែងប្រឡងចុចពាក្យប្រឡងហើយយើងរើសមុខវិជ្ជាគឺមុខវិជ្ជាយើងដាក់ P ធំនេះគឺនៅខាងលើគេហៅ P ធំមានន័យ P ធំពិសេសអញ្ចឹងផ្ដើមដោយអក្សរ P T O M អញ្ចឹងយើងចុចលើហ្នឹងមកយើងនឹងមាន2គឺនេះ P ធំម៉ាត់ហើយ P ធំខ្មែរអញ្ចឹងលោកគ្រូចុចឧទាហរណ៍មើលយើងចូលម៉ាគណិត P ធំម៉ាត់អញ្ចឹងយើងចុចចូលឯហ្នឹងមកយើងនឹងរៀនធ្វើលំហាត់គឺសំណួរគឺមានដល់សរុបគឺ50អញ្ចឹងកូនសិស្សដែលគាត់អាចធ្វើបានមានន័យថាយើងយល់នេះកន្លែងនេះបើសិនបើយើងយល់យើងអាចចុចកំពង់មូលមកដោយសារនេះគឺគេឲ្យចូលអានចំនួនលើกระดาษប្រាក់ខាងក្រោមអញ្ចឹងកន្លែងនេះយើងអាចចុចបន្ទាប់មកដោយសារយើងដឹងនេះกระดาษប្រាក់20000អញ្ចឹងយើងចុចកន្លែងបំពង់នេះមកចុចបន្ទាប់រហូតអញ្ចឹងគេសួរនេះអាចមានប្រមាណអញ្ចឹងយើងរាប់គឺមាន6អញ្ចឹងយើងចុចបន្ទាប់អញ្ចឹងប៉មមានប៉ុន្មាន1យើងចុចបន្ទាប់ទៀតមកហើយសំណួរទី12ចូលជ្រើសរើសរូបភាពដែលមានចំនួន6អញ្ចឹង6គឺមាននេះ basketball ហើយសំណួរទី13គឺជ្រើសរើសរូបភាពដែលមានចំនួន8អញ្ចឹងនេះដូចកតាមអញ្ចឹងយើងចុចបន្ទាប់រហូតហើយនេះមាន4គឺនេះកដោហើយតើរូបខាងក្រោមនេះមានរាងអ្វីអញ្ចឹងរាងជាអីយើងអាចឆ្លើយបានហើយគឺរាងជាត្រីកោណអញ្ចឹងយើងចុចលើត្រីកោណហ្នឹងមកហើយចុចបន្ទាប់ហើយតើរូបខាងក្រោមនេះមានរាងអ្វីអញ្ចឹងរង្វង់ចុចបន្ទាប់រហូតនេះរាងការ៉េអញ្ចឹងយើងចុចលើការ៉េហើយយើងចុចបន្ទាប់ហើយចូលជ្រើសរើសរូបចតុកោណកែងអញ្ចឹងនេះចតុកោណកែងយើងចុចបន្ទាប់រហូតដល់សំណួរទី50អញ្ចឹងត្រីកោណនេះរង្វង់នេះតើរូបខាងក្រោមមានរាងអ្វីអញ្ចឹងស្រួលទេដោយសារត្រីកោណចុចបន្ទាប់តើរូបខាងក្រោមមានរាងជាអ្វីជាគូបអញ្ចឹងយើងចុចបន្ទាប់ទៀតមកតើរូបខាងក្រោមមានរាងអ្វីរាងចតុកោណកែងចុចបន្ទាប់តើសូមចូលចុចរើសរាងរូបភាពឲ្យត្រូវតាមពាក្យគូបអញ្ចឹងនេះចុចបន្ទាប់អញ្ចឹងយើងមើលសំណួរទី25តទៀតមកគេសួរអីគេខាងក្រោមនេះជាចំនួនភេសជ្ជៈគេភេសជ្ជៈដែលមិញពៅលក់នៅថ្ងៃបុណ្យចូលឆ្នាំខ្មែរអញ្ចឹងយើងអាចសរុបបានភាសាទិន្នន័យនេះគេដាក់ឲ្យគឺ100កេសអញ្ចឹងយើងអាចដាក់ភេសជ្ជៈ100កេសទៅអញ្ចឹងបន្ទាប់ថ្ងៃនេះយើងដាក់ decimal អីចឹងទៅជីបន្ទាប់សង់ទីម៉ែត្រអីចឹងទៅប្រវែងម៉ែត្រអីចឹងទៅរង្វង់ប្រវែងគិតជាគីឡូក្រាមអីចឹងប្រហែលសិហាញ៉ាំអាហារនៅម៉ោងប៉ុន្មានអញ្ចឹងយើងមើលម៉ោង5អញ្ចឹងចុចបន្ទាប់ហើយអានេះបូកធម្មតាមកយើងបូកអញ្ចឹងយក189បូក1នឹង24អញ្ចឹងឃើញ213អញ្ចឹងយើងចុចលើ213ចុចបន្ទាប់
ហើយ521បូក57ស្មើនឹង578នេះហើយនេះ2545បូកមួយនឹង52ចឹងឃើញ2597កន្លែងហ្នឹងយើងដកយក34ដក13មកសំណួរទី34អញ្ចឹងយក34ដក1នឹង13ឃើញ21នេះចម្លើយយើងដកធម្មតា31គុណនឹង7ឃើញ217ចុចបន្ទាប់84ចែកនឹង7ឃើញ12ចឹងកន្លែងនេះដូចជាយើងបូកប៉ុន្មានជាង92ឯងចឹងយើងបូក9មកយើងចុចបន្ទាប់ចូលជ្រើសរើសចម្លើយត្រឹមត្រូវបើយើងផ្គុំការ៉េទាំងពីរដាក់ជ្រុងពីរជាប់គ្នាតើវាបានរាងអ្វីចតុកោណកែងចុចបន្ទាប់ក្រាបរូបភាពអំពីប្រភេទសាច់សិស្សថ្នាក់ទី3ចូលចិត្តញ៉ាំអញ្ចឹងយើងមើលមកសាច់អីគេដែលច្រើនជាងគេចឹងគេបញ្ជាក់ថារូបផ្កាយមួយគឺស្មើនឹងក្មេងម្នាក់ប៉ុន្តែគេសួរនេះត្រីសាម៉ុនឲ្យមួយនឹងអាចថ្លើមនេះអញ្ចឹងនេះរាប់ទៅ2 41 2នេះ6 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165
ចឹងយើងដាក់ចម្លើយ17មកហើយយើងចុចបន្ទាប់ចូលជ្រើសរើសចម្លើយត្រឹមត្រូវអញ្ចឹងសំណួរទី40តើទឹកមានចម្រោះតិចជាងប្រេងឆាប៉ុន្មានអញ្ចឹងយើង32ដល់15មកឃើញ17លីត្រចឹងនេះតើតនឹង switch កើនចឹងនេះកើនម្ដង4អញ្ចឹង18 + 4ទៀតឡើង22ចឹងចុចបន្ទាប់ចឹងកន្លែងនេះឃើញ102យើងបូកដកទៅចឹងយក1204ដក1នឹង838ចឹងឃើញ466ចុចបន្ទាប់ទៀតមក203គុណនឹង4ឃើញ812ចុចបន្ទាប់342ចែកនឹង7ចុចបន្ទាប់មកឃើញមែនចម្លើយឃើញកន្លែងហ្នឹងតើយើងចែកផ្ទាល់មកអញ្ចឹងយក342ចែកនឹង7អញ្ចឹងបាន4អញ្ចឹងឃើញ48សំណល់6ចុចលើនឹង
ធីតាមានសៀវភៅសរសេរ10ក្បាលបងស្រីរបស់នាងឲ្យសៀវភៅថែមចំនួន7ក្បាលទៀតអញ្ចឹងធីតាសរុបប្រមាណអញ្ចឹង17យើងគាត់បូកសុភីមានខ្មៅដៃចំនួន5ដើមនាងឲ្យមិត្តភ័ក្តិរបស់នាងអស់2ដើមអញ្ចឹងនៅសល់3ដើមចូលជ្រើសរើសចម្លើយត្រឹមត្រូវសុខាដើរពីផ្ទះទៅដល់ផ្លូវធំមានចម្ងាយ50ម៉ែត្រគាត់ដើរពីផ្លូវធំទៅដល់សាលា30ម៉ែត្រទៀតតើសុខាដើរត្រឡប់មកផ្ទះវិញតាមផ្លូវដដែលតើគាត់ដើរចម្ងាយប្រមាណអញ្ចឹង80ម៉ែត្រ2ដងអញ្ចឹង160ចូលជ្រើសរើសចម្លើយត្រឹមត្រូវបូណាចំណាយពេល10នាទីដើម្បីងូតទឹកនិងសម្អាតធ្មេញគាត់ចំណាយពេល5នាទីទៀតដើម្បីស្លៀកពាក់រួចគាត់ចំណាយពេល15នាទីបន្ថែមទៀតដើម្បីញ៉ាំអាហារពេលព្រឹកមុនទៅសាលាប្រសិនបើគាត់ចាប់ផ្ដើមនៅម៉ោង7ព្រឹកតើគាត់នឹងចេញដំណើរទៅសាលារៀននៅម៉ោងប៉ុន្មានអញ្ចឹងយើងបូកបន្ថែមមកហើយហ្នឹងគឺ10នាទីបូក5ឃើញ15បូក15ទៀតអញ្ចឹងម៉ោង7:30បានគាត់អាចចេញដំណើរទៅហើយនេះគឺ50សំណួរចុងក្រោយរតនារៀបកាលវិភាគធ្វើលំហាត់គណិតរៀងរាល់ថ្ងៃច័ន្ទពុធនិងសុក្រសប្តាហ៍នេះគាត់ចាប់ផ្ដើមនៅថ្ងៃច័ន្ទទី9ខែមិថុនាឆ្នាំ2025តើគាត់នឹងធ្វើលំហាត់ថ្ងៃណាខ្លះក្នុងសប្តាហ៍នេះអញ្ចឹងកន្លែងនេះយើងអាចដាក់មួយណាសិនក៏បានដែរប៉ុន្តែយើងត្រូវច្បាស់ហើយតោះមកយើងអាចចុចបញ្ចប់មកហើយយើងបញ្ជាក់ពាក្យថាបញ្ចប់មួយសារទៀតអញ្ចឹងយើងអាចនឹងជោគជ័យកន្លែងហ្នឹងគឺ